រៀបសួរស្វាគមន៍មកកាន់ Channel ស្រៀនមិញហូថ្ងៃនេះដែរខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀបបង្កើត Thumbnail YouTube ដោយប្រើ ChatGPT ឲ្យ generate ឲ្យយើងដើម្បីបង្កើត Thumbnail បាទសម្រាប់វីដេអូនេះដែរបងប្អូនដែលចេះហើយអាចអស់រំលងបានសម្រាប់អ្នកមកថ្មីកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទជាដំបូងយើងចូលក្នុងទូរស័ព្ទយើងមកបន្ទាប់មកយើងចុចលើ app មួយឈ្មោះថា ChatGPT យើងចុចលើនឹងមកបន្ទាប់មកទៀតយើងសរសេរជាអក្សរខ្មែរក៏បានជាភាសាអង់គ្លេសក៏បានចឹងខ្ញុំជ្រើសយកភាសាខ្មែរបន្ទាប់មកខ្ញុំសរសេរពាក្យថាបង្កើត Thumbnail យើងអាចដាក់ជាភាសាអង់គ្លេសព្រោះភាសាអង់គ្លេសវាអាចនឹងស្គាល់ជាងភាសាខ្មែរ Thumbnail YouTube name ហ្នឹងកន្លែងចំណងជើងយើងដាក់ជាភាសាខ្មែរមកយើងលើខ្ញុំដាក់ Thumbnail ខ្ញុំឈ្មោះថារបៀបបង្កើត Thumbnail ដោយប្រើ ChatGPT Thumbnail នេះយើងដាក់អង់គ្លេសមក YouTube ដោយប្រើ chat នេះក៏អង់គ្លេសដែរ GPT បាទយើងមើលម្ដងទៀតយើងមើលបញ្ជាក់ម្ដងទៀតឲ្យបានច្បាស់ហើយទើបយើងចុចបញ្ចូលបង្កើត Thumbnail YouTube name របៀបបង្កើត Thumbnail YouTube ដោយប្រើ ChatGPT បាទត្រឹមត្រូវហើយយើងចុចបញ្ចូលមកបន្ទាប់មកទៀត ChatGPT នឹង generate រូប Thumbnail ជាគម្រប YouTube ដ៏ស្រស់ស្អាតមួយឲ្យយើងបាទសូមរងចាំបន្តិចប្រហែលជា30 ទៅ 50 second ទៅរួចរាល់ទៅតាមអ៊ីនធឺណិតរបស់យើងដែរអ៊ីនធឺណិតលឿនវាអាចនឹង generate ឲ្យយើងលឿនបាទសូមរងចាំបន្តិចថ្ងៃនេះអ៊ីនធឺណិតខ្ញុំរៀង slow ទៅវា generate មករៀងយឺតបាទហើយចុចលើវាមួយមកមើលទៅស្អាតដែរតាស្អាតនិយាយទៅមិនស្អាតដែរតែស្អាតមែនតើហ្មងបាទធ្វើបែបនេះហើយយើងទទួលយកបានយើងគ្រាន់តែចុច download វាមកចុចនេះកន្លែងលើនេះសញ្ញា download ហើយបាទតែប៉ុណ្្នឹងរួចជាស្រេចយើងបានគម្រប channel YouTube មួយដ៏ស្រស់ស្អាតបាទសូមអរគុណសូមជម្រាបលា